រុនសួស្ដីគឺកន្លែងដីច្រោះនៅឃុំក្រាំងដេវ៉ាយនៅនេះគឺវាផុតពីឃុំច្បក់ឲ្យចូលឃុំក្រាំងដេវ៉ាយស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺអត់ដឹងជាមូលហេតុអីគេទេគឺវាច្រោះមកអញ្ចឹងប្រហែលថ្ងៃមុនភ្លៀងតែភ្លៀងយប់មិញក៏ភ្លៀងវាតិចដែរច្រោះនេះជាដីខ្សាច់យ៉ាងហ្នឹងគឺមានមិត្តភក្តិគាត់មកពីខាងកំពង់ធំវីតាប្លុកគាត់មកលេងហើយគាត់ជូនគាត់មកបន្តិចមកចាប់ពេលថ្ងៃយ៉ាពេលក្តៅមែនទេគឺតំបន់គឺវាអញ្ចឹងវាបាក់ច្រោះអញ្ចឹងទៅខាងខ្លែកធម្មជាតិអត់ដឹងពីមូលហេតុថាវាយ៉ាងម៉េចបានជាវាអញ្ចឹងពេលខ្លះក៏តែទៅមានខាងពួកបរទេសខាងទេសចរគាត់មកលេងដែរគាត់ជិះទេសគោពេលខ្លះក៏ជិះគោយន្តគាត់មកគេងនៅម្ដុំសហគមន៍ច្បក់ឬក៏ល្ងាចឡើងគាត់ជិះមកទស្សនានៅកន្លែងដីនេះវាជាកន្លែងមួយដែលមានផ្ទៃដីប្រមាណជា2ហត្ថជាងដីគឺវាច្រោះអញ្ចឹងតែវាខ្លាចទៅជាតំបន់ទេសចរធម្មជាតិហើយសួរពីមូលហេតុដែលវាអញ្ចឹងគឺយើងអត់ដឹងអូមើលដើមឈើគឺលាស់ស្អាតមែនទេនេះវាភ្លៀងមកបាន 2-3 មេហើយលាស់ស្លឹកមកគៀវមែនទេវាច្រោះអញ្ចឹងច្រោះបាក់ដីវាផលអូឃើញមេឃ្មុំមេអាម៉ាល់ច្រើនតិចនៅម្ដុំហ្នឹងវិញមួយស្អាតនេះទេវាច្រោះឲ្យខាងទៅសល់ស្នូលដូចតសដូចស្អីមិនទេខ្លះទៅវាខ្ពស់មែនតើ5-6 ម៉ែត្រឡើងទៅលើហើយវាច្រើនកន្លែងណាហើយវាកន្លែងខ្លះទៅវាបាក់ទៅវាវាអញ្ចឹងទៅវានៅក្តិកចឹងមកនេះដូចសសហើយនៅខាងនោះទៀតអូសតមីអូម៉ាសបុកនៅឯណាទៅវានៅតាមរូបភូមិត្រីអីចឹងបរិយាកាសនេះពិតវាចេះដីត្រូវលបាក់បាទឥឡូវបងអ្នកប្រាប់ដីត្រូវលបាក់វានៅលើខាងនោះអ្នកបកកាយខាងនោះកាយពេលទឹកហូរច្រាក់ស្រោមអស់នេះ បងប្អូន
ចាំស្ដាប់កាយជាមួយខ្ញុំកាយក៏បកប្រែ អត់ចាប់អារម្មណ៍មែននេះអត់ដីនៅលើទៅផ្លាយតែបងប្អូនតែចោះអាក្រមអត់អានឹងវាធ្លាក់មកក៏នៅដើមឈើនៅទៅដើមឈើអីចឹងអញ្ចឹងនេះអត់ កាយเป็นបកប្រែបងប្អូនឥឡូវចាំខ្ញុំថតកាយបកប្រែហើយតែទៅចំណាយដីជិះម៉ូតូកន្លះម៉ោង Lấy sao mấy ở mắt mấy ở mắtឯណាមែន nội hơi cho cái là room អូ នៅឆ្ងាយទៀតបានទេណាមកតនិចហ្នឹងសក់ស្កើឡើងហើយបានទេ nội bị chanh បងមិញស្ដាប់ខ្ញុំដល់អត់មិញមកស្ដាប់នេះខ្ញុំបង្ហាញបន្ថែមនេះគឺបាក់បែបអញ្ចឹងដល់វាច្រោះក្រោមអស់ទៅអានេះអាស្ទប់លើវាមានរើសមានអីហ៎ទៅកន្លែងនោះ ហ្នឹង អញ្ចឹងវាបាក់ធ្លាក់មកអាដើមឈើវាទៅនៅក្រោមវិញ ឥឡូវអ្នកធ្វើ YouTube មករូបនេះដល់តអ្នកកំពុងតែលើមកស្គាល់ដល់ កន្លែងនោះក៏ដូចនេះ ដូចគ្នាបាទ បាទវាបាក់មកទៅផ្ទះណា chả là mua hai đấy ban việc bạn គីឡូម៉ែត្រប្រហែលម៉ែត្រការ៉េនេះ ដីនេះ mua hai đấy ban việc bạn đâu បាទ mua hai đấy ban việc bạn អើយនេះនេះខ្លាំងឃើញបន្លាយ nhưng mà cha tự cha đấy nhưng mà đừng គាត់មិនចាស់ទឹកម្ចាស់ដីគាត់អត់ដឹងទេ អូហូហូទៅនោះវាហូចោលឲ្យចូលនោះអានេះផ្លូវមើលទៅឆ្លោះទៅក្រោមគឺឃើញឆ្លោះ ô nâng mình rồi បាក់ទៅអានឹងអាស្ទប់លើមានរសឈើឬអីអញ្ចឹងវាអត់អាចច្រោះទៅតាមនេះអញ្ចឹងច្រោះអាក្រោមអស់ nó ទៅ เลย ប់នេះដើមឈើមានអីហ្នឹងវាមកលឹប nè ní lo ta nè tức hồ bị cờ mồ ខ្ញុំនិយាយហ្នឹងអត់ទេខ្ញុំសាច់បានតែមកភាសានេះទេមកភាសានេះចប់គឺអស់ហើយមើល nó thế cái nơi lần một man chứ nằm trong mà chỉ vật rồi trong mà chỉ vật nó khơi đành chân màu អូនិយាយបកប្រែឡើងវិញអត់ដឹងទៅវា ngồi này nít tức hồ bị cờ nữa tôi nói មិនខ្ញុំថាបានមកផ្សារនេះទៅប្រាំង Let's go វាលេងមានសាវាទឹកហូរអស់តែសួរអ្នកនៅម្ដុំនេះគាត់ថាឃើញរាប់ឆ្នាំហើយនៅនឹងអញខ្ញុំដល់ពេលនៅនឹងអើខ្ញុំអត់ដឹងដែរ មាននេះអត់ មាន ចាំ Thì បន្ bảo លាយតិច ស្អាតស្អាតណាស់បង ôi cái đau លោកក៏បើកទៅលេងនោះវានេះ mình sẽ vào này anh ấy đang đau thế nào nhở អើមិនងៀង à là nghe cái hộp slug không đấy ណាអត់មានត្រួយមែន nè à pala này việc nghe sao sòn ខ្ញុំដូចអត់ sao tầm ស្ mấy បាស់ដែរ việc đôi pala đấy cái bộ đồ tận make sense nó bị cho khang krang để bài khung krang để bài ឃុំ khung krang để bài ដាក់ cái có đã đăng là khung để bọ tắm bắt đầu nó bị cho khang នៅតំបន់ហ្នឹងហៅគេបង khung krang để bài sọc nồng sôi khai cái bông ឃុំ krang đầy bài ក្រាំងដីវាយ sọc nồng sôi ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺ បាទ អូនោះបាននេះបានម្ចាស់ទឹកម្ចាស់ដីមែនពិតមាញ់អ្នកបកប្រែកាយមាញ់ប្រែរូបទេ ខាងច្បក់ហ្នឹងត្រឹមអាកន្លែងស្ពានហ្នឹងតឹងយើងឆ្លងមិញ ហ្នឹងហើយ នៅវាព្រំទល់ត្រឹមហ្នឹង អូហ្នឹងហើយបងប្អូនមាញ់ក៏ហូបបាយតិចតួចទៅក៏ជជែកគ្នាដល់ពេលឌីគាត់ស្គាល់បងប្រុសមួយម្នាក់គាត់ចេះតែជូនមកលេងខាងតំបន់អាហ្នឹងរបៀបដូចប្រាសាទបុរាណមួយទៀតតាប្រាសាទភ្នំខ្សាច់ដែលយើងគូននៅក្មេងៗ នំសាច់គេចេះគេនំសាច់កាលនៅក្មេងៗយើងពុំនំសាច់យ៉ាងไงហេទៀងនោមមិនចឹងហេ នំ ធ្លាប់នោមអត់ និយាយនឹកឃើញបង យើងនោមថានោមអាកោកាលនោមអាកោដៃ អាហ្នឹងនៅរាប់ឆ្នាំហើយមែនអត់ ហ្នឹងឃើញតាំងពីហ្នឹងទៅ ពី ពី អារម្មណ៍ពិតដល់ ពីដូនតា អារម្មណ៍ពិតដូចគ្នាបងប្អូន ខ្ញុំស្មានដល់ពេលកែភាសាមកភាសានេះវាហូរអស់ទៅ ហ្នឹងហើយ ខែប្រាំងលេងមាននេះ តាំងពីដូនតាមកវាអញ្ចឹង គុំអីគេបងបញ្ជាក់សាមីមកគុំអីគេ ឃុំក្រាំងដៃវាយ ក្រាំង ដៃវាយ ដីវាយ បាទស្រុកភ្នំស្រួច ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺ បាទ អូក្រាំង វាព្រំទល់ជាមួយឃុំច្បក់ ឃុំចំបក់ដែលឆ្លងស្ពានមកហ្នឹង អាចឆ្លងស្ពានហ្នឹងត្រឹមស្ពានហ្នឹង អូ មុន យ៉ាងខ្ញុំថាគុំចំបក់ខុសហើយចុះ ខ្ញុំនិយាយទៅបងប្អូនអធិស្ឋាន អ្នកខ្លះទៅគាត់ស្គាល់គាត់និយាយទៅខាងច្បក់ខាងច្បក់ទៅហ្នឹងហើយ សូមបងប្អូន ព្រមទល់ត្រឹមយើងឆ្លងមិញ ប្រាប់ប៉ុន្តែគាត់អត់ហ៊ានចូលកាមេរ៉ាខ្ញុំទេគាត់ហ៊ានដល់ពេលចឹងគឺបញ្ចេញមកបងប្អូនបានស្ដាប់លេងគាត់បានហើយហ្នឹងហើយបងប្អូនអត់មានអីពាក្យពេចន៍ច្រើន